សូមជម្រាបសួរពុកម៉ែបងប្អូននេះគឺជាទស្សនវិជ្ជានៃថ្ងៃវេលាម៉ោង1បាទនៅវិទ្យាល័យកំពង់ធំជាទស្សនវិជ្ជាដែលមានមណ្ឌលវិទ្យាល័យកំពង់ធំបឋមសិក្សានៅវត្តអាចារ្យលក្ខសាលាគរុកុសលនិងវិក្រិតការហ៊ុនសែនកំពង់ធំគឺនៅទីនេះមណ្ឌលប្រឡងមាន4មណ្ឌលតែមាន3ទីតាំងសាលាហើយឃើញថាសកម្មភាពស្កេតស្កាស់ណាស់ព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ2026ថ្ងៃទី10ខែសីហាឆ្នាំ2026បាទកងកម្លាំងច្រើនជួយអន្តរាគមន៍ដល់បេក្ខជនជាមេតាសិស្សដែលដំណើរការជំនួសចរាចរណ៍ដើម្បីឲ្យមានសុវត្ថិភាពជូនទៅដល់បេក្ខជនយើងអត់នៅបន្តិចកងកម្លាំងដាក់ម៉ូតូទៅដល់បេក្ខជនជាពិសេសគឺនៅសាលាបឋមសិក្សាហ៊ុនសែនអាចារ្យលក្ខមានកន្លែងសម្រាប់ដាក់ម៉ូតូសម្រាប់ជាកន្លែងអង្គុយរង់ចាំនេះហើយនៅក្នុងការរង់ចាំសូមពីវនាវដល់ពុកម៉ែបងប្អូនដូចជាសិស្សានុសិស្សទាំងអស់សូមចូលរួមបរិស្ថាននៅទីនេះគឺចូលហើយកម្លាំងរបស់យុវជនសម្រាប់សហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំក៏មមាញឹកដែរបាទកັບលេខម៉ូតូផ្លាកលេខម៉ូតូដើម្បីធានាសុវត្ថិភាពដល់បេក្ខជនដែលយកម៉ូតូមកផ្ញើបាទហើយបើមានមេត្តាបិតាទៅក៏គាត់មានម៉ូតូរថយន្តជូនមកកងកម្លាំងយើងហត់បន្តិចហើយ2ថ្ងៃនេះបាទជាពិសេសនគរបាលនារីនគរបាលបុរសបាទការធ្វើចរាចរណ៍ជួយបាទបន្ថយល្បឿនក្នុងការបើកបរបើទោះបីជាមានការជួយសម្របសម្រួលពីកងកម្លាំងសូមឲ្យបងប្អូនយើងជួយថែរក្សានៅសណ្ដាប់ធ្នាប់ថែរក្សានៅសុខសុវត្ថិភាពហើយបេក្ខជនយើងកំពុងតែឈរតម្រង់ជួរដើម្បីត្រួតពិនិត្យរាល់សំណើឯកសារពីលោកគ្រូអ្នកគ្រូក៏ដូចជាអនុរិយដែលជាគណៈកម្មការមេប្រយុទ្ធបាទសង្ឃឹមថាបងប្អូនខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីយកនៅលទ្ធផលរបស់ខ្លួនដែលខ្លួនចង់បានជាពិសេសជូនពរបងប្អូនឲ្យមានសុខភាពល្អទទួលបាននៅការប្រឡងដោយទទួលបានជោគជ័យជាពិសេសគឺជាប់ទាំងអស់គ្នាហើយទោះបីជានេះគឺជាព្រឹត្តិការណ៍ដ៏ធំសម្រាប់កម្ពុជាក្នុងការសិក្សារៀនសូត្រអស់រយៈពេល12ឆ្នាំរបស់បេក្ខជនក៏ដោយក៏បងប្អូនត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជាយុវជនបន្តវេនខ្លាយខ្លួនជាយុវជនបន្តវេនខ្លាយខ្លួនជាយុវជនដែលមានសមត្ថភាពទាំងគុណធម៌ទាំងចរិយាធម៌ក៏ដូចជាសមត្ថភាពពេញបរិបូរណ៍ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន
ជាពិសេសនៅក្នុងអាណត្តិនេះគឺក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតតែនិយាយចិត្តទុកដាក់គិតគូរអំពីវិស័យអប់រំសុខាភិបាលក៏ដូចជាវិស័យផ្សេងទៀតហើយយើងសង្ឃឹមថាការអភិវឌ្ឍរីកចម្រើនតទៅមុខជាលំដាប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសូមអរគុណសម្រាប់ការតាមដានសូមអរគុណសូមជម្រាបលា